បងប្អូននេះជាកាហ្វេដោះគោប៉ុន្តែគាត់ថាកាហ្វេខាងខ្ញុំប្រើកាហ្វេក្របយកមកឆុងណាប្រភេទកាហ្វេ Fin ភាគច្រើនអ្នកសួរនៅក្នុង comment ចង់ចេះអានេះខ្ញុំបង្ហាញកែវលេខ32នេះអានេះម៉ួយគាត់អត់សូវយកផ្អែមពេកទេរសជាតិប៉ុណ្ណឹងគឺល្មមកាហ្វេយើងស្ដើងព្រោះដោយសារតែកាហ្វេខ្ញុំប្រើកាហ្វេគ្រាប់ពេលឆុងថ្មីវាអត់សូវចាស់ទេអញ្ចឹងយើងត្រូវការឆុងហើយយើងដាក់ក្លាសេចំនួនទឹកកាហ្វេតើ120ទេតែបើស្តង់ដារទូទៅគឺយើងប្រើដល់ទៅ150សម្រាប់អ្នកដែលគេអត់សូវចេះកាហ្វេចាស់រសជាតិប៉ុណ្ណឹងគឺល្មមគាត់មកថែមទឹកដោះគោស្រស់ពីលើថែមប៉ុន្តែបើសិនជាភ្ញៀវគាត់ចង់បានកាហ្វេចាស់ហើយអត់សូវផ្អែមបងប្អូនទឹកដោះគោស្រស់យើងមិនដាក់ពីក្រោមទេចាំដាក់ពីលើអញ្ចឹងដូចរបស់ខ្ញុំអានេះខ្ញុំលាយពាក់កណ្ដាលលើក្រោមដើម្បីយកម៉ូតប៉ុណ្ណឹងរួចហើយ